សំណួរដែលពិបាកឆ្លើយជាងគេហ្នឹងគេសួរថាប៉ែតចេះឈឺអត់គាត់ខ្ញុំជាគ្រូប៉ែតខ្ញុំមិនមែនជាអេលៀនទេប៉ែតក៏ជាមនុស្សធម្មតាដែរអ្នកណាថាប៉ែតចេះឈឺឥឡូវឈឺបានសម្រាប់គ្រាន់តែថាប៉ែតឈឺវាស្រួលម្យ៉ាងចេះយើងមានពុកម៉ាក់យើងជាគ្រូប៉ែតដែរគ្នាមកដូចថ្ងៃនេះអីខ្ញុំមកមើលថ្មីខ្ញុំណាត់ពុកម៉ាក់របស់ខ្ញុំឲ្យគាត់មកជួយ check up អ្នកមើលពេលឈឺណាត់ណាគេបើតែប៉ែតគ្មានអ្នកមើលថែប៉ុន្តែមានពុកម៉ាក់មើលថែអីចឹងពេលមកដល់អ្នកគ្រូស៊ូព័ត៌មានខ្ញុំហើយគាត់ហៅខ្ញុំទៅ X-ray ថ្មិញចឹងសួរខ្ញុំភ័យអត់មកប៉ែតម្នាក់ឯងខ្ញុំអត់ភ័យហងព្រោះអ្នកគ្រូមើលខ្ញុំហ្នឹងគាត់ពុកម៉ាក់ខ្ញុំគ្រូអើយខ្ញុំទុកចិត្តលើអ្នកគ្រូ 100% ហើយពេលគាត់ថតហើយគាត់យក feel ហ្នឹងយកទៅមើលថ្មិញខ្ញុំអត់អ្នកទាំងអស់គ្នាហើយគាត់ពិភាក្សាគ្នាចឹងពីលទ្ធផលថ្មិញយើង X-ray រួចកុំគិតថារួចខ្លួនឡើងវ៉ែនតាខ្មៅមួយកន្លែងនេះមានអារម្មណ៍ថាដូចអភិជនពាក់វ៉ែនតាខ្មៅនេះដោយសារការពារពលឺអ្នកទាំងអស់គ្នាតិចទៀតគាត់ check up មាត់ថ្មិញរបស់យើងឯងឧបករណ៍ក៏ហៀទឹកមាត់ដែរតែធានមក check up មាត់ថ្មិញគិតថាគេមកធ្វើកដុលពិសោធន៍អីបងជប់មានអារម្មណ៍ទាំងអស់ហ្នឹងទៅមិនតែជានិស្សិតប៉ែតដែរប៉ុន្តែរៀនអស់បិចអស់សភៅអស់លុយច្រើនណាប្រឡងវិញដឹងជាប្រហែលសាទេតម្រាំតែផុតមួយឆ្នាំមិនងាយទេមកថ្ងៃនេះចង់គឺសេវាកម្មគាត់ល្អខ្លាំងមែនតើបន្ទាប់ពីគាត់ហែកមាត់ហែកថ្មិញរបស់ខ្ញុំមើលអស់ចិត្តហើយគាត់មកបូកសរុបលទ្ធផលអញ្ចឹងឡងពេលដែលយើងចាំលទ្ធផលរបស់យើងហ្នឹងក៏មានលោកគ្រូម្នាក់គាត់បរៀនខ្ញុំពីរបៀបដុសថ្មិញឲ្យបានត្រឹមត្រូវហើយគាត់ឲ្យខ្ញុំធ្វើកាយវិការថារាល់ថ្ងៃអ្នកគ្រូដុសថ្មិញបែបណាដែរខ្ញុំគ្រូប៉ែតចឹងខ្ញុំក៏ខ្ជិលដុសថ្មិញដែរខ្ញុំដុសហ្នឹងខ្ញុំដុសត្រូវតែពេលដំបូងឯងបងប្អូនដល់ពេលដុសអាខាងក្នុងនោះដុសអត់ត្រូវទេគាត់ក៏ឲ្យយើងផ្លាស់ប្ដូរទម្លាប់របស់យើងប្រចាំថ្ងៃឲ្យដុសឲ្យត្រូវវិញចឹងព្រោះថ្មិញក៏មានសារៈសំខាន់ដែរកាលណាយើងសម្អាតអត់បានស្អាតពុកថ្មិញអញ្ចឹងពិបាកហើយមួយទៀតហ្នឹងគឺក្លិនពេលទៅប៉ែតនិយាយដាក់អ្នកជំងឺនិយាយដាក់ពួកម៉ាអីអើយស្អុយមាត់ថ្មិញអត់មានអីគូខ្លាចទេបងប្អូនមើលគាត់ឡើងសង្ហាគាត់ដល់មក check up សោះស្រីសាងមកបងម្នាក់ឯងរៀនបែឲ្យមកនេះមក free ទៀតទេបងប្អូន check up ដោយមិនអស់លុយ1រៀលហើយបាន X-ray ថ្មិញរបស់យើងទៀត X-ray ហ្នឹងក៏អត់អស់លុយដែរណែនាំដោយយកចិត្តទុកដាក់ទាំងអ្នកគ្រូទាំងលោកគ្រូគឺគាត់យកចិត្តទុកដាក់លើយើងខ្លាំងមែនតើមិន free នឹងសំដីអាក្រក់អីណាអត់ទេហើយកន្លែងដែលខ្ញុំខុសមិញហ្នឹងគាត់ប្រាប់ឲ្យផ្លាស់ប្ដូរឡើងវិញមកបណ្ឌិតនេះគឺខ្ញុំដោះត្រៀមទាល់ឡើង4ខ្ញុំដោះត្រៀមទាល់អស់ហើយខ្ញុំមិនដឹងខ្លួនសោះវាអត់ឈឺហើយយីភាពក៏អញ្ចឹងទៀតកូនដោះត្រៀមទាល់ហើយបានន័យថាកូនកំមុំអីត្រូវអត់នៅនិយាយថាអូយកូនបើនៅក្មេងកូនបើនៅទូចបីតាគ្រូប៉ែតក៏ថាដែរថាអ្នកគ្រូកំមុំអីដោះត្រៀមទាល់ហ្នឹងគេតំណាងឲ្យអ្នកកំមុំអីមើលយកប្តីបានខ្ញុំពិតជាចង់ឲ្យយីភាពដឹងមែនតែនថាកូនបើគាត់ដោះត្រៀមទាល់ទាំង4ហើយអូយរវល់និយាយខ្ញុំភ្លេចប្រាប់ថាខ្ញុំមកប៉ែតណាខ្ញុំមកហ្នឹងគឺប៉ែតនៅសាលាខ្ញុំនឹងឯងទីប៉ែតតនសាសពុទ្ធិសាសនៅក្នុងសាលាខ្ញុំតែម្ដងអញ្ចឹងខ្ញុំអត់ភ័យទេព្រោះសាលាយើងមករៀនរាល់ថ្ងៃរៀននៅសាកលវិទ្យាល័យពុទ្ធិសាសយ៉ាត់អត់ដឹងថានៅសាលាយើង check up ថ្មិញ free ហើយនេះអ្នកទាំងអស់គ្នាចង់ទៅ check up តាក់ទងគាត់ទៅដាក់ Telegram គាត់ឲ្យមួយទៀតសម្រាប់អ្នកដែលចូលចិត្តនិយាយថាអូយទៅប៉ែតសម្ដីអាក្រក់មកមិនអស់លុយទេមក check up មាត់ថ្មិញ free ហើយប៉ែតសម្ដីល្អទៀតចាត់ទុកដាក់អ្នកជំងឺដូចកូនង៉ែតអញ្ចឹងបងប្អូនអាចឆាតទៅសួរព័ត៌មានគាត់មុនបានអរគុណ